สู้ซะได้ปงไงบางคนนักเรียนบ้านหมกเตี้ยได้ไงนึกชมันมาหกทำไมมาหมกเตี้ยได้บางคนนักเรียนบ้านហើយមកហូបថ្មីនោះគឺជាម្ហូបក្លែមហូបមកគ្នាបាទហើយបងប្អូនប្រកាសជាចូលចិត្តផឹកស្រាតែងតែរកម្ហូបក្លែមណាក្លែមដែលបានយូរបងប្អូនហើយម្ហូបថ្ងៃនេះខ្ញុំធ្វើម្ហូបមួយដែលអាចនិយាយបានថាមិនតៃចុះដាច់ក្លែមទេអ្នកផឹកស្រាមួយគឺនោះគឺជាម្ហូបស្បែកជ្រូកបពងបងប្អូនអ្នកគ្នាបាទបងប្អូនបាទតោះទៅតាមណានវីដេអូខ្ញុំអ្នកគ្នាបាទខ្មែរបងប្អូនអ្នកគ្នាមកមើលវិធីធ្វើរបស់យើងម្ដងបងប្អូនអ្នកគ្នាបាទមុនដំបូងយើងត្រូវមានស្បែកជ្រូកហើយយើងយកវាមកលាងទឹកហើយយើងចាប់ផ្ដើមដាក់តាមទឹកហើយដាក់អំបិលចូលបងប្អូនអ្នកគ្នាបាទពេលដែលទឹកពុះហើយស្បែកជ្រូកយើងក៏បានលាងរួចហើយយើងចាប់ផ្ដើមយកស្បែកជ្រូកយើងយកមកចាក់ចូលនៅក្នុងឆ្នាំងរបស់យើងបងប្អូនយើងធ្វើការយកស្បែកជ្រូករបស់យើងចាក់ចូលនៅក្នុងឆ្នាំងម្ដងមួយអស់មកហើយបន្ទាប់មកយើងធ្វើការយកក្របឆ្នាំងយកមកក្របវាឲ្យវាពុះបន្តិចមកបងប្អូនអ្នកគ្នាបាទហើយបន្ទាប់ពីស្បែកជ្រូកយើងឆ្អិនហើយយើងធ្វើការយកទៅលាងទឹកម្ដងទៀតបងប្អូនអ្នកគ្នាបាទដើម្បីឲ្យវាស្អាតល្អហើយបន្ទាប់ពីយើងលាងទឹកហើយយើងធ្វើការយកមកហាន់ជាចំណិតតូចៗបងប្អូនអ្នកគ្នាបាទហើយបងប្អូនហាន់ទៅហាន់មកចំណិតតូចៗទៅយើងហាន់ថ្ងៃละស្ងួតហ្នឹងបងប្អូនអ្នកគ្នាបាទនេះចំណិតខ្ញុំហាន់ធំៗតិចហើយបន្ទាប់ពីយើងលាងទឹកយើងហាន់ហើយយើងចាប់ផ្ដើមយកមកហាន់ថ្ងៃចំនួន1ថ្ងៃបងប្អូនអ្នកគ្នាបាទទើបយើងបំពងទៅវាអត់ផ្ទុះចឹងណាបងប្អូនអ្នកគ្នាបាទហើយនេះគឺជាស្បែកជ្រូកដែលខ្ញុំបានហាថ្ងៃមួយថ្ងៃហើយយើងចាប់ផ្ដើមដាក់ខ្លាញ់ចូលនឹងហើយយើងចាប់ផ្ដើមកាត់ស្បែកជ្រូកជាងចំណិតតូចៗមិនផុតបងប្អូនអ្នកគ្នាកាន់តែទៅកាន់តែល្អបងប្អូនអ្នកគ្នាបាទពេលដែលខ្លាញ់យើងក្តៅហើយយើងចាប់ផ្ដើមយកស្បែកជ្រូកដែលយើងបានកាត់ហើយខ្ញុំមកដាក់បំពងចូលតែម្ដងបងប្អូនអ្នកគ្នាបាទគ្រាន់តែវារីកមកធំគឺមានតែដងហើយដូចនំក្រាមចឹងបងប្អូនអ្នកគ្នាបាទបងប្អូនធ្លាប់ញ៉ាំនំក្រាមហើយក៏យើងកុំភ្លេចតែក្របឆ្នាំងចោលមកមើលគ្នាបាទព្រោះតែវាមានជាតិខ្លាញ់ទុះបានបន្តិចជាចុងក្រោយបន្ទាប់ពីយើងបំពងឆ្អិនហើយយើងចាប់ផ្ដើមដួសដាក់ទឹកត្រែងបងប្អូនអ្នកគ្នាបាទឥឡូវយើងមកមើលវិធីធ្វើទឹកត្រីម្ដងបងប្អូនអ្នកគ្នាបាទខ្ញុំធ្វើទឹកត្រីជ្រលក់ជាមួយស្បែកជ្រូករបស់យើងបងប្អូនអ្នកគ្នាបាទបងប្អូនធ្វើម្ហូបខ្លះបងប្អូនអាចយកទៅក្លុកជាមួយអំបិលប្រទេសបានដែរបងប្អូនអ្នកគ្នាបាទតែខ្ញុំហូបបាយជិះខ្ញុំត្រូវការមានជាតិទឹកដមខ្លះចឹងណាបងប្អូនអ្នកគ្នាបាទហើយធ្វើទឹកត្រីឲ្យមានគ្រឿងឯច្រើនទេបងប្អូនអ្នកគ្នាបាទមានតែទឹកត្រីអំបិលប៊ីចេងក្រូចឆ្មាហ្នឹងគឺរួចរាល់ហើយបងប្អូនអ្នកគ្នាបាទហើយយើងមានម្ហូបផ្លែមិនយើងខ្វះប៊ីយ៉ាជាក់បងប្អូនអ្នកបាទចុះទៅម៉ាប់តែញ៉ាជាក់តិចមែនប៉ុន្តែខ្ញុំលក្ខណៈថាខ្ញុំអាចផឹកត្រាមួយរយៈបងប្អូនអ្នកបាទតែខ្ញុំឡើងមករេមកគឺខ្ញុំមិនតែបានផឹកត្រាទេបងប្អូនអ្នកបាទលក្ខណៈថាខ្ញុំគិតពីសុខភាពខ្លួនឯងដែរចឹងណាបងប្អូនអ្នកបាទតោះបងប្អូនអ្នកមកញ៉ាំសបាយជ្រូកបំពងមួយមកនិយាយជួយមកដាក់មួយទឹកប្រេងតិចហ៎ជួយញ៉ាំរាំងជាមួយបាយកកញ៉ាំដៃយើងមិនឆ្ងាញ់បងប្អូននេះដាក់កូកាមួយម្ហូបខ្លែងតែយើងឈប់ចាដាក់កូកាមួយជាបងប្អូនហើយវីដេអូរបស់យើងធ្វើស្បែកជ្រូកបំពងឥឡូវក៏បានមកដល់ទីបញ្ចប់បងប្អូនអ្នកគ្នាបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀត